ទោសទៅចោះព្រះដេចគុណម្ចាស់យើងនាំគ្នាសួរលោកឆាំងសុងហើយមិនឲ្យគ្នាឆ្លើយឲ្យគ្នាធ្វើរដ្ឋមន្ត្រីឃោសនាការហើយមិនឲ្យគ្នានិយាយទៅជាអ្នកឯទៀតនឹងបានក្បាលមីក្រូបានក្បាលតុកកាលណានិយាយប៉ាត់ណាប៉ាត់ណីអត់ឈប់ភ្លេចការងារនៅការិយាល័យអស់ហើយទីបំផុតយើងប្រគល់លោកឆាំងសុងឲ្យគ្នាធ្វើទូតជំនួសយើងហើយបែរជាមិនឲ្យគ្នាជួបភ្ញៀវសម្ងាត់ឲ្យគ្នាចរចាមិនឲ្យតាក់ទងខ្ញុំបាទមិនដឹងជាថាយ៉ាងម៉េចទៅទៀតទេបើធ្វើដូច្នេះលោកស្រីឡុងបូរ៉េតឃើញការមិនស្រួលនិយាយសម្រួលបរិយាកាសថាបងគាត់ធ្វើបាបលោកសុងពីព្រោះលោកសុងគាត់នៅកំឡោះយូរពេកស្រួលមិនស្រួលឈ្នះគាត់ធ្វើបាបស្ត្រីដល់ណាទៀតលោកសុងលោកឡុងបូរ៉េតបែរជាញញឹមមើលមកខ្ញុំលោកនិយាយមកកាន់ខ្ញុំដោយអនុគ្រោះថាចុះលោកឆាំងសុងបំរុងនិយាយថាសិភៅនាងនោះវាយ៉ាងណាដេចគុណម្ចាស់ខ្ញុំគ្រាន់តែចង់បន្ថែមថាទោះបីយ៉ាងណាសៀវភៅរបស់នាងខេតវ៉ែបនេះបានបញ្ជាក់បន្ថែមជាផុសតាងទៀតថាការសង្គ្រាមទើបចាប់ផ្ដើមឡើងរដ្ឋាភិបាលខ្មែរប្រឆាំងនឹងយាកកងនិងយួនខាងជើងមិនមែនជាសង្គ្រាមរវាងខ្មែរគ្នាឯងទេដំបូងសង្គ្រាមនេះជាសង្គ្រាមការពារបូរណភាពទឹកដីដេញយួនជាង 60000 នាក់ឲ្យចេញពីទឹកដីខ្មែរអាត្រង់ហ្នឹងហើយដែលខ្ញុំចង់និយាយលោកសេនាប្រមុខលន់ណុលផ្លាត់មាត់ឡើងដេចគុណចង់និយាយអាត្រង់នឹងឯងហើយប៉ុន្តែលោកឆាំងសុងគ្នាគ្មានភ្ញៀវអង្គុយចាំជាងកន្លះម៉ោងទៅហើយប្រយ័ត្នមានរឿងដោយសារតែចេះតែចង់និយាយបន្ថែមលោកហៀងឆេងធ្វើការសំខាន់លោកសេនាប្រមុខវាខ្ញុំដោយដៃស្ដាំអញ្ជើញចេញទៅជួបគេចុះលោកឆាំងសុងកុំភ្លេចថាតំណាងរដ្ឋាភិបាលគេមកប្រាប់លោកឆាំងសុងបើមានការយ៉ាងម៉េចហ្នឹងចាំសួរគ្នាសិនលោកសេនាប្រមុខនិយាយដោយញញឹមឡើងវិញខ្ញុំដែលបណ្ដានឹកបណ្ដាថាលោករដ្ឋមន្ត្រីទី1ហាក់ដូចជាមានការលាក់បាំងខ្លាចបែកការរឿងអ្វីមួយម្យ៉ាងទៀតខ្ញុំនឹកថាលើពិភពលោកទាំងមូលនេះមានស្រីច្រើនណាស់ក្រៅពីនាងខេតវ៉ែបនាងខេតវ៉ែបគ្រាន់តែជាអ្នកសារព័ត៌មានជាមិត្តម្នាក់ដែលលោកឡុងបូរ៉េតស្គាល់ដែរប៉ុណ្ណោះខ្ញុំពុំបានជួបនាងជាយូរណាស់មកហើយខ្ញុំជឿច្បាស់ក្នុងចិត្តថានាងដែលចាំខ្ញុំនោះគឺជាអ្នកតំណាងប្រទេសអាស៊ានណាមួយដែលចង់ជួបគណៈប្រតិភូលោកសេនាប្រមុខផ្ទាល់ដើម្បីតាក់ទងអំពីការដែលគេពុំអាចផ្ញើតាមសម្បត្តិឬទូរលេខបើគុំតែបានបញ្ជាក់បណ្ឌិតកងកេងអន្តរាគមប្រហែលនឹងមានរឿងខាត់បងធំមិនខានខ្ញុំដែលមកដល់បន្ទប់ទទួលភ្ញៀវនារីសក់ខ្លីស្ដាងខ្ពស់ម្នាក់ពាក់អាវយឺតដៃខ្លីពណ៌ខៀវស្លៀកខោប្លូជីនសប្រផេះអង្គុយនៅក្នុងសូហ្វាមួយម្នាក់ឯងលឺជើងខ្ញុំដើរចូលមកនាងក្រោកយ៉ាងលឿនរហ័សស្រែកហៅឈ្មោះខ្ញុំដៃទាំងពីរជុំវិញរាងកាយខ្ញុំសក់នាងចូលច្រឡុកច្រឡំលាយជាមួយសក់ខ្ញុំតែភ្នែកនាងក្តៅអ៊ុនហូរមកលើថ្ពាល់ខ្ញុំហៅឈ្មោះនាងខេតតែមួយម៉ាត់យ៉ាងខ្លីនេះជានាងខេតវ៉ែបដោយលោករដ្ឋមន្ត្រីទី1ឡុងបូរ៉េតទាយលេងមែនខ្ញុំទាញនាងឲ្យអង្គុយលើសូហ្វាវិញខ្ញុំមិនទាន់បានមើលមុខនាងឲ្យបានច្បាស់ផងខេតដែលមានឈ្មោះដើមថាខាថូរីនចាប់ផ្ដើមនិយាយភ្លាមថាសុងអស្ចារ្យមែនខ្ញុំជិះយន្តហោះវីវក់ចុះឡើងពេញមួយតំបន់អាស៊ីអាគ្នេយ៍រកឡុងបូរ៉េតមិនឃើញពូកែលាក់មែនខ្ញុំក៏ត្រឡប់មកក្រុងសាកាតាព្រឹកមិញវិញរួចជិះយន្តហោះសេស្នាតូចមួយមកបាលីមានគេសង្ស័យថាមានយន្តហោះ Boeing លោកសូហាតូចុះខ្ញុំនឹកព្រោះថាប្រធានាធិបតីសូហាតូនៅឯម៉ាឡេស៊ីឯនោះទេដូច្នេះមានតែការបង្វែងលាក់ផ្លូវអ្វីមួយហើយខ្ញុំនឹកដល់លន់ណុលត្រូវហៅច្បាស់ថាឡុងបូរ៉េតនិងឆាំងសុងមកជាមួយមិនខានខ្ញុំបានឈរចាំកណ្ដាលភ្លៀងនៅជើងភ្នំតាំងពីថ្ងៃត្រង់រហូតដល់ម៉ោង 5 នេះទើបនាយទាហានម្នាក់នាំខ្ញុំចូលមកនាងខេតវ៉ែបច្របាច់ដៃខ្ញុំពោពេញដោយក្តីរលឹកនាងស្រក់ទឹកភ្នែកនាងអោនរកមុខខ្ញុំស្ទើរតែប៉ះច្រមុះខ្ញុំទៅហើយមុននឹងនាងនិយាយបន្តយ៉ាងលាក់បាំងថាឆាំងសុងស្ដាប់ខ្ញុំឲ្យច្បាស់កុំអាននិយាយអ្វីទាំងអស់ចាំខ្ញុំនិយាយចប់សិននៅខាងក្រៅដំណឹងអាក្រក់ណាស់មហាអំណាចបោះបង់កម្ពុជាអស់ហើយខ្មែរក្រហមកំទេចភ្នំពេញឆាប់នេះគ្រោះថ្នាក់ដល់ស្រុកទេដល់ខ្មែរទាំងអស់គ្នាដល់សុងឯងផ្ទាល់ខ្លួនធ្ងន់ណាស់ស្ដាប់ខ្ញុំឲ្យបានខ្ញុំប្រាប់បានតែប៉ុណ្ណេះមិនបាច់និយាយច្រើនពេកខ្ញុំធ្វើសារព័ត៌មានមិនមែនធ្វើចារកម្មឆ្លូបនាំសារទេសួរលន់ណុលឬឡុងបូរ៉េតឲ្យខ្ញុំបន្តិចថាមានបាននាំគ្នាគិតគូរតែងតាំងរដ្ឋាភិបាលនិរទេសហើយឬនៅខ្ញុំអង្អែលមុខដ៏មានទុកព្រួយរបស់នាងនឹកដល់គ្រាក្របទឹកភ្លៀងរាប់ម៉ឺនគ្រាប់ដែលធ្លាក់មកប៉ះលើមុខនាង
តាំងពីថ្ងៃត្រង់មកដល់ពេលចិត្តប្រលប់ទៅហើយរួចខ្ញុំទម្លាក់ដៃចុះបែរមកគិតរកឃ្លាសមរម្យដើម្បីឆ្លើយតបទៅនាងវិញឧត្តមសេនីយ៍ឯកដាសូណូឈរមើលខ្ញុំនិងនាងខេតវ៉េបនិយាយគ្នាពីចម្ងាយដោយទឹកមុខព្រួយបារម្ភស្រងូតស្រងាត់យ៉ាងខ្លាំងខាងក្រៅភ្លៀងស្រក់មកស្រាលជាងមុនមួយសន្ទុះក្រោយមកគ្រាប់ភ្លៀងឈប់ធ្លាក់អស់ទៅនៅក្នុងសភាពការដ៏សែនពិបាកនេះតើលោកសេនាប្រមុខលន់នល់ដែលបានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយនឹងតាក់តែងរដ្ឋាភិបាលនិរទេសមួយឬចម្លើយនឹងមាននៅភាគក្រោយម្យ៉ាងទៀតនឹងមានចម្លើយចំពោះសំណួរថាហេតុអ្វីបានជាលោករដ្ឋមន្ត្រីឡុងបូរ៉េតកូននិងភរិយាស្លាប់នៅភ្នំពេញទៅវិញនៅភាគក្រោយៗទៀតសូមរងចាំស្ដាប់រដ្ឋប្រហារទម្លាក់លោកលន់នល់តទៅដំណើរទាំងអស់ពីភ្នំពេញសុទ្ធតែអាក្រក់ណាស់ពាក្យនាងខាតយូរីនវ៉ែបប្រាប់ខ្ញុំនៅវិមានតាមប៉ាស៊ីរីងលើកំពូលភ្នំបាលីស្របគ្នាមែននឹងព័ត៌មានដែលយើងបានទទួលពីប្រភពដទៃទៀតមើលពីចម្ងាយយើងហាក់ឃើញកម្ពុជាកំពុងវិលត្របាញ់ស្រូបចូលទៅក្នុងអន្លង់អន្តរាយដ៏ធំដែលគេពុំងាយស្រោចស្រង់មកវិញបានឡើយលោកសេនាប្រមុខលន់នល់និងលោកនាយករដ្ឋមន្ត្រីទី1ឡុងបូរ៉េតអង្គុយស្ដាប់យ៉ាងយកចិត្តទុកដាក់នៅពេលដែលខ្ញុំជម្រាបអ្នកដឹកនាំកម្ពុជាសាធារណរដ្ឋខ្មែរថាតាមមតិខាងខេត្តវ៉ែបសភាពការនៅភ្នំពេញមានសភាពធ្ងន់ធ្ងរណាស់គ្រោះថ្នាក់ព្រាបនឹងបានកើតឡើងដល់ជាតិទាំងមូលរឿងអាក្រក់ចុងក្រោយស្ដីអំពីការបោះបង់ចោលសាធារណរដ្ឋខ្មែរដោយមហាអំណាចជាមិត្តឯទៀតធ្វើឲ្យយើងសើរើជាថ្មីនៅស្ថានភាពទូតកម្ពុជាជាប្រញាប់អ្នករត់ចោលសាធារណរដ្ឋសំខាន់ជាងគេគឺមហាមិត្តបារាំងលោកកឹកគីលឹមរដ្ឋមន្ត្រីក្រសួងការបរទេសបានចេញទៅបាងកកទៅហើយយើងបានតាក់ទងតាមប្រព័ន្ធសម្ងាត់ធានាដឹងបានស្ទើរគ្រប់នីតិអំពីស្ថានភាពទាំងអស់ដែលកើតឡើងនៅក្នុងប្រទេសយើងចុះខាងអាមេរិកាំងឯណាអាមេរិកាំងតាំងពីចេញពីភ្នំពេញយើងពុំទាន់ជួបអាមេរិកាំងម្នាក់សោះយើងគ្រាន់តែដឹងថាអាមេរិកាំងឥតផ្លាស់ប្ដូរនយោបាយចំពោះសាធារណរដ្ឋខ្មែរឡើយដំណឹងអំពីការបោះបង់សាធារណរដ្ឋខ្មែរដោយមហាអំណាចជាមិត្តព្រមទាំងការលំបាកសពគ្រប់នៅលើសមរភូមិបានធ្វើឲ្យសមាជិកខ្លះនៅក្នុងគណៈប្រតិភូដណ្ដឹងសួរជាដំបងថាគួរលោកសេនាប្រមុខលន់នល់និងរដ្ឋមន្ត្រីទី1ឡុងបូរ៉េតគួរបង្កើតរដ្ឋាភិបាលនិរទេសលើដីបរទេសណាមួយហើយការបង្កើតនេះនឹងជួយរក្សាអធិបតេយ្យសាធារណរដ្ឋខ្មែរនៅពេលដែលយើងរៀបចំការចរចារកសន្តិភាពស្ថានភាពថ្មីខាងលើធ្វើឲ្យយើងរឹតតែមានការច្បាស់ក្នុងចិត្តថាយើងមិនអាចត្រឡប់ចូលស្រុកខ្មែរវិញឡើយប៉ុន្តែទោះជាយ៉ាងណាយើងនៅរក្សាសណ្ដាប់ធ្នាប់បានល្អប្រពៃជាគណៈប្រតិភូផ្លូវការរបស់ប្រទេសមានអធិបតេយ្យទទួលខុសត្រូវខ្លួនឯងមួយតាំងពីពេលលោកសេនាប្រមុខលន់នល់បានចាក់ចេញពីភ្នំពេញព្រឹត្តិការណ៍មួយតាក់ទងផ្ទាល់នឹងតំណែងប្រធានាធិបតីបាននាំឲ្យមានកង្វល់ធំក្នុងជួរអ្នកសាធារណរដ្ឋកង្វល់នេះកើតឡើងបន្ថែមលើកត្តាចង្រៃមុនទាំងអស់ដែលមានរៀបរាប់នៅក្នុងភាគដើមមកហើយឧត្តមសេនីយ៍ឯកសូខំខូយដែលបានចូលនិវត្តន៍ទៅហើយបានទទួលតួនាទីជាប្រធានាធិបតីស្ដីទីសាធារណរដ្ឋខ្មែរយោងទៅតាមរដ្ឋធម្មនុញ្ញសាធារណរដ្ឋខ្មែរឧត្តមសេនីយ៍សូខំខូយជាប្រធានទីប្រឹក្សាសាធារណរដ្ឋខ្មែរលោកជាអតីតវរៈជនខ្មែរល្បីល្បាញម្នាក់ដោយលោកបានដឹកនាំប្រតិបត្តិការសឹកមួយប្រកបដោយជោគជ័យលើកុម្មុយនីសយួនក្នុងសមរភូមិស្រែចេះក្នុងឆ្នាំ1954នៅពេលនោះលោកជាអនុសេនីយ៍ទូស័កពីនៅឡើយខ្ញុំតែងបានឮលោកសេនាប្រមុខលន់នល់ពោលសរសើរជោគជ័យស្រែចេះជារឿយៗគឺជោគជ័យយោធានេះហើយដែលបានការពារកម្ពុជាប្រឆាំងនឹងការបែងចែកដីជាពីរផ្នែកនៅក្នុងសន្និសីទក្រុងសឺណែវឆ្នាំ1954ក្រោយពេលកម្ពុជាបានទទួលឯករាជ្យមួយឆ្នាំមកប៉ុន្តែនៅពេលនេះឧត្តមសេនីយ៍សូខំខូយលោកមានវ័យចូលរាបន្តិចទៅហើយពិតមែនតែលោកមានសុខភាពស្វាហាប់និងកេរ្តិ៍ឈ្មោះល្អស្អាតស្អំលោកមិនសូវបានយកចិត្តទុកដាក់អំពីកិច្ចការរដ្ឋនិងភូមិសាស្ត្រនយោបាយច្បាស់លាស់ឡើយតាំងពីពេលលោកឡើងកាន់តួនាទីជាប្រធានាធិបតីស្ដីទីមកឧត្តមសេនីយ៍សូខំខូយប្រាថ្នាងាកទៅចងសម្ព័ន្ធមិត្តសមរភូមិជាមួយនឹងសហភាពសូវៀតទៅវិញលោកជឿថាលោកអាចសុំជំនួយពីសហភាពសូវៀតបានដើម្បីច្បាំងប្រឆាំងទប់ទល់នឹងខ្មែរម្ខាងទៀតឧត្តមសេនីយ៍សូខំខូយលោកជឿថាក្នុងក្របខ័ណ្ឌនយោបាយអព្យាក្រឹតខ្មែរយើងងាកទៅខាងណាក៏បានមហាអំណាចគេនឹងតាមស្រឡាញ់ខ្មែរយើងជាប់ពីព្រោះយើងឥតប្រកាន់បកពួកណាឡើយខ្មែរអព្យាក្រឹតគឺដូចស្រីក្រមុំល្អដែលគ្មានសង្សារយើងរកសេរីភាពកសាងផ្សារសេដ្ឋកិច្ចសេរីយ៉ាងណាក៏ប្រទេសកុម្មុយនីសគេនៅតែជួយយើងឲ្យតែយើងចេះស្រឡាញ់ចេះប្រកាន់អព្យាក្រឹតល្អឧស្សាហ៍ជាអាមេរិកាំងឧត្តមសេនីយ៍សូខំខូយលោកពុំ
បានចាប់ផ្លឹកថាតាំងពីឆ្នាំ1973មកម្លេះសហភាពសូវៀតបានទទួលស្គាល់ខ្មែរមកខាងទៀតដែលជាសត្រូវរបស់សាធារណរដ្ឋខ្មែរទៅហើយចំពោះលោកសេនាប្រមុខលន់នល់វិញសេចក្តីថ្លែងការណ៍នៅភ្នំពេញរបស់លោកឧត្តមសេនីយ៍សូខំខូយដែលចង្អុលថាខ្មែរចង់ងាកចេញពីអាមេរិកទៅចូលរុស្ស៊ីវិញដើម្បីសុំជំនួយខ្វែងនឹងគោលនយោបាយធំរបស់សាធារណរដ្ឋខ្មែរលោកចង្អុលថាអស់លោកចង់សាកចង់ភ្លក់កុម្មុយនីសឬខ្ញុំស្គាល់កុម្មុយនីសសពគ្រប់អស់ហើយលោកខ្ញុំបានរៀនទ្រឹស្ដីជាមួយវានៅវ៉ាន់ភឿកពីដើមមកហើយពួកនេះគេគិតតែពីក្តាប់អំណាចឲ្យជាប់នឹងណោទុកចែកគ្នាគេតពូជស្រុកងាប់អីក៏ងាប់ទៅរិះអន្តរធានក៏អន្តរធានទៅបានជាខ្ញុំខំដឹកនាំអស់លោកវាយកុម្មុយនីសចេញប្រយ័ត្នវាឈ្នះវាសំពងឲ្យបែកក្បាលអស់លោកមួយត្បូងជាប់ម្នាក់យកឯងទៅកប់ធ្វើជីដាំស្ពៃស៊ីជាមួយជើងក្តាមប្រៃដោយបដិវត្តចិនណាអស់លោកខ្មែរភាគច្រើនដែលខ្ញុំបានជួបជាហោហែមកក្រោយពេលសាធារណរដ្ឋខ្មែរបានបាត់បង់ទៅគេតែងពោលថាមិនគួរគិតពីពាក្យសម្ដីនេះច្រើនពេកទេប៉ុន្តែពាក្យសម្ដីនេះបានធ្វើឲ្យលោកសេនាប្រមុខលន់នល់ព្រួយបារម្ភខ្លាំងណាស់នឹកដល់សេចក្តីថ្លែងការណ៍របស់ឧត្តមសេនីយ៍សូខំខូយម្ដងលោកសេនាប្រមុខឈប់កិច្ចការដែលលោកកំពុងធ្វើសេចក្តីព្រួយមួយធ្លាក់មកគ្របដណ្ដប់មុខរបស់លោកធ្វើឲ្យលោកនៅត្រឹងស្ងៀមសម្លឹងជញ្ជាំងសម្លឹងមេឃមួយស្របក់ហើយត្អូញស្ងាត់ដាក់ខ្ញុំថានិយាយផ្ដេសផ្ដាស់ច្រើនណាស់លោកចង់ថាម៉េចហ្នឹងចង់ថាឲ្យអាមេរិកគេកោតខ្លួនឬបានជាចង់ចូលរុស្ស៊ីទៅតឹងទៅតែងដូចនេះបើចង់ឲ្យអាមេរិកគេខ្លាចមានតែវាយទ័ពឲ្យវាខាញ់រែងឡើងតើដេជះគុណម្ចាស់ចង់មានប្រសាសន៍ថាមានការក្បត់នៅឯភ្នំពេញឯនោះឬខ្ញុំសួរលោកសេនាប្រមុខនៅពេលដែលយើងអង្គុយនៅតែ2នាក់នៅក្បែរម៉ាស៊ីនទឹកលោកសេនាប្រមុខលន់នល់ឡើងទឹកមុខក្រហមមួយរំពេចលោកខឹងនឹងសំណួរខ្ញុំនេះគូរំលឹកឡើងវិញថានៅកម្ពុជាមុនបដិវត្តអ្នកតូចមិនដែលហ៊ានសួរឬនិយាយឆ្លើយឆ្លងជាមួយអ្នកធំជាងឡើយទោះបីនៅក្នុងរបបសាធារណរដ្ឋខ្មែរគេបានប្រកាន់សិទ្ធិសេរីភាពសមភាពស្មើគ្នាមួយភាគតូចរបស់របបប្រជាធិបតេយ្យសេរីនិយមហើយក៏ដោយក៏អ្នកជួដឹកនាំម្នាក់តែងដើរតួសូឡូម្នាក់ឯងនៅមុខមេក្រូនឹងក្នុងអង្គប្រជុំរាតែងហៅស្ងាត់ថាអាតួមិនអនុញ្ញាតឲ្យអ្នកតូចតាជាងឬប្រជានរាសាកសួរពន្យល់ការពារខ្លួនឬបដូរយោបល់តូចធំជាមួយខ្លួនឡើយអ្នកតូចបានត្រឹមតែស្ដាប់គេអនុញ្ញាតតែអ្នកថ្លែងការណ៍ដែលគេបានរៀបចំជាមុនឲ្យឡើងថ្លែងប្រកាសសរសើរគេនិងកិច្ចការរបស់គេឲ្យហើកប់ពពកប៉ុណ្ណោះដូច្នេះជាទូទៅនៅពេលណាអ្នកតូចជាងហ៊ានលើកសំណួរទៅគេទោះបីជាសំណួរល្អសម្រាប់ខ្លួនគេក្តីអាតួតែមិនសប្បាយចិត្តជានិច្ចវាគ្មានអ្នកណាក្បត់អ្នកណាទេលោកឆាងសុងលោកសេនាប្រមុខលន់នល់ឆ្លើយមកខ្ញុំវិញដោយគ្រវីម្រាមដៃស្ដាំនៅមុខរបស់គាត់នេះជាទម្លាប់របស់លោកកាលណាលោកសេនាប្រមុខចង់បដិសេធឲ្យបានជាដាច់ខាតលោកងាកទៅចាប់ឈើច្រត់របស់លោកនឹងដៃស្ដាំសម្លឹងទៅឆ្ងាយមួយសន្ទុះមុននឹងនិយាយតទៅទៀតបើលោកឆាំងសុងឯងមានប្រាថ្នាចង់ធ្វើជាអ្នកដឹកនាំជាតិទៅថ្ងៃក្រោយខ្ញុំសូមកុំឲ្យលោកប្រើពាក្យផ្ដេសផ្ដាស់ចំគួតនេះចោតគេចោតឯងថាអានេះក្បត់អានោះក្បត់អានេះក្បត់អានោះក្បត់នាំឲ្យល្អក់ចិត្តពេញស្រុកពេញប្រទេសលោកធ្វើខ្លួនបានប៉ុណ្ណេះលោកខ្ញុំបាទសំទោសកុំសំទោសខ្ញុំលោកឥតមានទាន់មានទោសពៃអីទេចាំសុំមិនខ្វះទេទៅថ្ងៃក្រោយទៀតទុកឲ្យខ្ញុំពន្យល់លោកសិនទាន់ពេលអង្គុយនៅតែ2នាក់លោកត្រូវដឹងហើយចាំកុំភ្លេចថាការទទួលខុសត្រូវលើកិច្ចការជាតិជាកិច្ចការធំណាស់ធំជាងជីវិតលោកទៅទៀតអ្នកណាដូចអ្នកណាទេលោកតែងតែសម្រេចកិច្ចការអ្វីមួយតាមផ្លូវដែលយើងជឿថាជាប្រយោជន៍ដល់ជាតិដែលជាប្រយោជន៍របស់ជាតិគេមិនមែនធ្វើនេះដើម្បីក្បត់អ្នកនោះគេមិនមែនធ្វើនេះដើម្បីក្បត់អ្នកនោះឬធ្វើនោះដើម្បីក្បត់អ្នកនេះឡើយបើសូខំខូចនឹងអ្នកឯទៀតនៅភ្នំពេញនាំគ្នាធ្វើផ្ដេសផ្ដាស់ចោះចាញ់ហើយដើរចូលកុម្មុយនីសទៅវិញក៏ខ្ញុំឥតចោទគេថាគេនាំគ្នាក្បត់ខ្ញុំទេខ្ញុំនឹងគ្រាន់តែនិយាយថាធ្វើដូច្នេះវាខុសធំហើយខុសធំពីព្រោះអស់លោកឥតមានអំណាចអ្វីទេខុសធំពីព្រោះអស់លោកមិនបានសួរខ្ញុំសិនខុសធំពីព្រោះយើងនៅឯនេះកំពុងនាំគ្នាធ្វើរឿងផ្សេងទៀតជាមួយគេអាមេរិកកាំងឯណោះខុសធំពីព្រោះធ្វើនេះវានាំឲ្យពួកវាចូលមកអាកបង្ហោឈាមទាំងអស់គ្នា
វាមកតែពីយើងឈប់បំរាស់លោកសេនាប្រមុខហាក់ដូចជាមានស្មារតីយោធាពេញខ្លួនឡើងវិញលោករកនេះរកនោះខ្ញុំមិនហ៊ានសួរលោកទេដោយខ្លាចដាច់ខ្សែគំនិតលោកដែលកំពុងនិយាយឲ្យខ្ញុំដឹងលោកទាញយកកន្សែងសតូចរបស់លោកបានពីហោប៉ៅមកជូតមាត់លោកមុននឹងលោកនិយាយបន្តមួយម៉ាត់ម្ដងតទៅទៀតធ្វើដូច្នេះចំពោះមនុស្សជាតិមនុស្សដូច្នេះនៅក្នុងសមរភូមិគេមិនឲ្យចាញ់ទេលោកឆាំងសុងមនុស្សដែលធ្វើផ្ដេសផ្ដាស់ដូច្នេះគេឲ្យងាប់ខ្ញុំស្ដាប់ផងកត់សម្ដីទាំងនេះទុកផងតែមកដល់ឃ្លានេះខ្ញុំនៅអង្គុយស្ងៀមត្រឹងសរសេរតទៅមុខពុំទាន់បានទាំងមេឃទាំងពពកទាំងទឹកនៅក្នុងអាងស្ងៀមត្រឹងទាំងអស់លោកសេនាប្រមុខក៏អង្គុយស្ងៀមត្រឹងលោកហាក់ដូចជាមានពណ៌សាច់ខ្មៅស្រអែមទឹកមុខរីករាយស្រស់បោះជាងពេលមុននឹងក្រោកឈរឡើងលោកនិយាយតទៅទៀតអាត្រង់នឹងឯងហើយដែលលោកឆាំងសុងឯងត្រូវដឹងលោកដឹងឬទេថាសូម្បីតែត្រីរស់ដែលគេចាប់ចេញពីទ្រុងយកមកសំពងក្បាលអាកស្ងោស៊ីក៏វាបំរះយ៉ាងខ្លាំងដែរទោះបីគ្មានត្រពាំងទឹកនៅចិត្តក៏ដោយចុះខ្មែរសាធារណរដ្ឋដែលស្រឡាញ់សេរីភាពមិនដេចក៏មិនបំរះតទៅទៀតត្រពាំងទឹកនៅចិត្តខ្លួនទេតាចេះតែបំរះទៅកុំដេកស្ដោកឲ្យគេសំពងក្បាលដូចនេះមើលប៉ាឡេស្ទីនគិតមើលទៅបានហើយលោកសេនាប្រមុខលន់នល់ចាប់ឈើច្រត់ទៅគៀនខាងស្ដាំខំដើរក្រោកឈរក្រឡេកឃើញដូច្នេះខ្ញុំនឹងអង្គរៈដែលលោកបានប្រាប់ឲ្យទៅអង្គុយឆ្ងាយពីលោកដើម្បីទុកពេលឲ្យយើងចរចាគ្នាស្ទុះទៅជួយលើកលោកក្រវីដៃមិនឲ្យជួយលោកឡើយទុកឲ្យខ្ញុំក្រោកដើរដល់ខ្លួនខ្ញុំលោកវានាំឲ្យស្រួលខ្លួនខ្ញុំទេសម្ដីខ្ញុំនេះសូមលោកឆាំងសុងឯងយកទៅគិតមើលទៅមិនប្រាប់ខ្ញុំវិញថ្ងៃរសៀលកងភ្នំទៅហើយមុននឹងលោកសេនាប្រមុខអនុញ្ញាតឲ្យអ្នកឯទៀតមកជួបនឹងលោកដើម្បីធ្វើដំណើរទាំងអស់គ្នាទៅកាន់អគារទទួលទានអាហារខ្ញុំបានរាយរាប់ជម្រាបលោកសេនាប្រមុខអស់ហើយនៅមធ្យោបាយដែលគេអាចផ្សាយដំណឹងនានាទៅកាន់សាធារណជនដែលជាក្រុមខុសៗគ្នានៅឯនីសមុទ្រខ្ញុំព្រមទាំងបានសូមឲ្យលោកអនុញ្ញាតឲ្យចេញស្ងាត់ៗទៅក្រៅវិមានតាំងបសិរិននៅយប់មួយមានយប់នេះជាដើមដើម្បីរៀបចំការផ្សាយនេះឲ្យមានប្រសិទ្ធភាពម្យ៉ាងទៀតខ្ញុំបានអធិប្បាយខ្លះៗហើយក្នុងភាគមុនអំពីនិន្នាការផ្សេងគ្នារវាងលោកសេនាប្រមុខលន់នល់និងព្រះអង្គម្ចាស់ស៊ីសវត្តសេរីមតៈនេះជាជំងឺកង់សែរ៉ាំរ៉ៃមួយទៀតក្នុងជួរអ្នកសាធារណរដ្ឋខ្មែរជំងឺនេះបាននាំឲ្យសាធារណរដ្ឋខ្មែរបានជំហរពុំបាននឹងថឹងតាំងពីដើមទីមកវីរៈជនទាំងពីររូបនេះជាអ្នកទទួលខុសត្រូវចម្បងក្នុងការដកសម្ដេចប្រមុខរដ្ឋចេញពីតំណែងប្រមុខរដ្ឋកម្ពុជាក្នុងឆ្នាំ1970ពិតមែនហើយព្រះអង្គម្ចាស់សេរីមតៈព្រះអង្គឥតដែលប្រកាសថាព្រះអង្គមានបំណងឡើយសោយរាជសោះឡើយគេមានតែធ្លាប់លើព្រះអង្គម្ចាស់អង្គនេះបដិសេធទៅវិញមិនតែប៉ុណ្ណោះព្រះអង្គម្ចាស់សេរីមតៈបានបោះបង់ចោលគោរមងារនិងកិត្តិយសទាំងអស់ដែលព្រះអង្គមានក្នុងឋានៈជាត្រកូលជាព្រះរាជវង្សានុវង្សក្សត្រអង្គនេះមានគំនុំនឹងសាធារណរដ្ឋប្រជាធិបតេយ្យសេរីដែលព្រះអង្គតែងបញ្ចេញនៅពេលដែលព្រះអង្គបំពេញតួនាទីជានាយករដ្ឋមន្ត្រីប៉ុន្តែនៅពេលដែលប្រជាជននិងអ្នកដឹកនាំខ្មែរមួយចំណែកចង់តែងតាំងរដ្ឋខ្មែរជាសាធារណរដ្ឋដោយបំណងលោកលន់នល់និងក្រុមរបស់លោកខ្មែរមួយចំណែកទៀតមានបំណងថែរក្សារបបរាជានិយមដោយថ្វាយរាជបល្ល័ង្កទៅព្រះអង្គម្ចាស់សេរីមតៈផ្ទាល់នេះជាចំនួនក្តៅហឹមដែលមិនព្រមត្រជាក់ឡើយនៅក្នុងបេះដូងមហាមិត្តលន់នល់សេរីមតៈជំងឺនេះបានពន្យឺតយ៉ាងស្ងាត់ជ្រាបអស់ពេលចំនួន7ខែប្រឆាំងនឹងការប្រកាសឲ្យប្រើប្រាស់រដ្ឋធម្មនុញ្ញថ្មីនិងការប្រកាសសាធារណរដ្ឋខ្មែរកត្តារាជបល្ល័ង្កនរោត្តមឬរាជបល្ល័ង្កស៊ីសុវត្ថិនៅពេលនោះជាកត្តាធំចម្បងស្ងាត់កត្តានេះបានបំបែកបំបាក់ជួរដឹកនាំខ្មែរដែលពីដំបូងទីឡើយប្រាថ្នាបោសសម្អាតដែនដីកម្ពុជាឲ្យបានស្អាតស្រឡះពីការលុកលុយនិងទីតាំងយួនកុំមួយនេះកត្តាដែលគេពុំសូវបានដឹងលឺនេះបែរជាហែកហួរបន្សោយជួរដឹកនាំខ្មែរធ្វើសង្គ្រាមមិនបានស័ក្តិសិទ្ធិរៀងរហូតមកគឺកត្តានេះហើយក៏មិនដឹងដែលបានបំបែកសាធារណរដ្ឋអ្នកសាធារណរដ្ឋជាក្រុមតូចធ្វើការដោយមានគំនិតខ្វែងគ្នាបែរជាស្ទុះស្ទាទៅដណ្ដើមយកអំណាចរៀងខ្លួនក្រោយលោកសេនាប្រមុខបានចេញពីភ្នំពេញមេដឹកនាំថ្មីមានជាអានព្រះអង្គម្ចាស់ស៊ីសវត្តសេរីមតៈអតីតនាយករដ្ឋមន្ត្រីនិងជាឧត្តមសេនីយ៍ឯកដែលមានពាក្យខ្លះចោទព្រះអង្គថាក្សត្រអង្គនេះយកសាធារណរដ្ឋខ្មែរធ្វើជាខែដើម្បីទម្លាក់សម្ដេចឪមានពាក្យចោទច្រើនបានលេចឡើងឮថាក្សត្រអង្គនេះប្រាថ្នាឡើងសោយរាជខ្លួនព្រះអង្គជាព្រះមហាក្សត្រថ្មីលោកត្រេងវាញអតីតតំណាងរាស្ត្រនិងរដ្ឋមន្ត្រីឃោសនាការដែលខ្ញុំជំនួសជាវាគ្មិនធំបង្អស់ក្នុងការទម្លាក់សម្ដេចឪ
អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអុបកំអាងរដ្ឋមន្ត្រីក្រសួងប៉ុស្តិ៍និងទូរគមនាគមន៍ជាងកឹមសួរនិងអ្នកសារព័ត៌មានលីអេងនៃសារព័ត៌មានខ្មែរឯករាជ្យសុទ្ធសឹងជាសកម្មជនធំនៅក្នុងក្រុមព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរីមតៈឧត្តមសេនីយ៍លន់នល់ប្អូនបង្កើតសេនាប្រមុខលន់នល់មានពាក្យចោទខ្លះបានចោទថាឧត្តមសេនីយ៍លន់នល់ចង់ឡើងធ្វើប្រធានាធិបតីខ្លួនឯងជំនួសបងរបស់ខ្លួនដោយរក្សាសម្ព័ន្ធសម្ងាត់ជាមួយខ្មែរក្រហមទន់ភ្លន់ដើម្បីធ្វើរដ្ឋប្រហារថ្ងៃណាមួយគេតែងនិយាយថាឧត្តមសេនីយ៍លន់នល់ជាសត្រូវចេញមុខទល់នឹងព្រះអង្គម្ចាស់សិរីមតៈឧត្តមសេនីយ៍សូខំខុយប្រធានាធិបតីស្ដីទីគេមិនសូវចាត់ផ្លឹកថាលោកមានកម្លាំងទេប៉ុន្តែទូនីតិថ្មីនេះនាំឲ្យលោកនឹកចង់ធ្វើជាសេនាប្រមុខប្រធានាធិបតីមែនតែនតទៅហើយអាចនាំឲ្យលោកងាករេចុះឡើងដើម្បីបង្កើតកម្លាំងថ្មីមួយក្នុងចំណោមនាយទាហានស្វាហាប់ក្មេងៗមានឧត្តមសេនីយ៍ខីហៈជាដើមឧត្តមសេនីយ៍ស័ក្តិសិទ្ធិសុខនរដ្ឋមន្ត្រីក្រសួងការពារជាតិថ្មីលោកមានអាកប្បកិរិយាទន់ភ្លន់ដែលនាំឲ្យមិត្តភ័ក្តិរបស់លោកខ្លះហៅលោកថាព្រះរាជអង្គរៈគេចោទថាឧត្តមសេនីយ៍ស័ក្តិសិទ្ធិសុខនមានបំណងស្ងាត់ចង់ធ្វើជាមនុស្សខ្លាំងនៅក្នុងកម្ពុជាដោយប្រមូលការគាំទ្រពីនាយយោធាដែលធ្លាប់រៀនសូត្រជាមួយលោកនៅបណ្ឌិតយោធាមានពាក្យចោទទៀតថាលោកជាកម្លាំងមួយខ្លាំងសម្រាប់ការឡើងសោយរាជ្យរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរីមតៈលោកឡុងបូរ៉េតរដ្ឋមន្ត្រីសាធារណរដ្ឋគេចោទថាលោកជាសីហនុនិយមអន្តរជាតិនិយមដែលប្រាថ្នាចង់ឲ្យសម្ដេចឪយាងមកកាន់អំណាចវិញលោកជាអ្នកបដូរផ្ដាច់ខំប្រមូលកម្លាំងពីបញ្ញវន្តដើម្បីកសាងសាធារណរដ្ឋសេរីសម្រាប់អ្នកចេះដឹង Elitis ព្រមទាំងកម្លាំងជំនួយអន្តរជាតិតែលោកពុំសូវមានកម្លាំងយោធាទេលោកមានការសង្ឃឹមច្រើនលើឧត្តមសេនីយ៍ស័ក្តិសិទ្ធិសុខនលោកហុងធុនហាអតីតរដ្ឋមន្ត្រីទី1មានការគាំទ្រពីរដ្ឋមន្ត្រីអប់រំជាតិប៉ាន់សុធីរដ្ឋមន្ត្រីផែនការនិងហិរញ្ញវត្ថុខីតាំងលឹមរដ្ឋមន្ត្រីអភិវឌ្ឍគង់អនបញ្ជាការនៃអនុរដ្ឋលេខាធិការថាច់ពោចតបកន្សែងសនៃចលនាខ្មែរកម្ពុជាក្រោមវីរៈស្នេហ៍ឯកលឹកសំអឿនបញ្ជាការតបតស៊ូភ្នំដងរែកអតីតរដ្ឋមន្ត្រីគំវេតឯកអគ្គរដ្ឋទូតខ្មែរប្រចាំសហរដ្ឋអាមេរិកអ៊ុំស៊ឹមនេះជាសម្បុកខ្មែរសាធារណរដ្ឋមុនដំបូងគេចោទត្រូវថាក្រុមហុងធុនហាជាអ្នកភ្នំដងរែកបកពួកនិយមជាមួយនឹងអតីតអ្នកសាធារណរដ្ឋនិយមតស៊ូក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីសង្ហុកថាញ់មានការគាំទ្រច្រើនពីនាយទាហាននិងទ័ពកម្ពុជាក្រោមនិងពី CIA លោកហុងធុនហាជាមេដឹកនាំធំមួយរបស់គណៈបកសង្គមសាធារណរដ្ឋរបស់លោកសេនាប្រមុខលន់នល់ដែលមានឧត្តមសេនីយ៍លន់នល់ជាអ្នកចាត់ចែងការម្នាក់ហាក់ដូចជាចង់បានអំណាចរៀងៗខ្លួនម្នាក់សង្ឃឹមថានឹងបានធ្វើជាប្រមុខរដ្ឋយ៉ាងហោចក៏គេអាចធ្វើជាប្រមុខរដ្ឋាភិបាលបានដែរដោយមានឱកាសគិតបំពេអារម្មណ៍ដូចនេះជួដឹកនាំសាធារណរដ្ឋខ្មែរនៅភ្នំពេញប្រហែសគេប្រមាថគេមិនបានអនុវត្តយុទ្ធវិធីសាស្ត្រស្រោចស្រង់ចុងក្រោយបំផុតយុទ្ធវិធីចុងក្រោយនេះអាចរក្សាជំហរនិងកម្លាំងសាធារណរដ្ឋបានក្នុងកិត្តិយសព្រមទាំងអាចការពារជីវិតពលរដ្ឋរាប់សែនរាប់លានបានមិនឲ្យខូចបង់រហូតដល់មានការព្រមព្រៀងឈប់បាញ់គ្នាជាធរមានណាមួយដើម្បីងាយយល់អំពីអាកប្បកិរិយាខ្លះៗរបស់កម្លាំងសាធារណរដ្ឋខ្មែរនិងសម្រួលការយល់អំពីកម្លាំងគូបដិបកខ្ញុំសូមរំលឹកថាសាធារណរដ្ឋខ្មែរនិងមហាប្រទេសជាមិត្តចាត់ទុកកម្លាំងប្រឆាំងនឹងកម្លាំងលន់នល់ទាំងអស់ជាខ្មែរម្ខាងទៀតត្រួសខ្ញុំសូមចែកកម្លាំងខ្មែរម្ខាងទៀតនេះជា3និន្នាការទី1ខ្មែររំដោះគឺជាខ្មែរជាច្រើនសែននាក់គ្រប់ជាន់ថ្នាក់ស្រឡាញ់ស្មោះស្ម័គ្រសម្ដេចឪខ្មែរទាំងនេះបានស្ម័គ្រចិត្តរត់ចូលព្រៃក្រោយពេលរដ្ឋសភាខ្មែរនៅភ្នំពេញបានបោះឆ្នោតដកសេចក្តីទុកចិត្តពីសម្ដេចឪនៅថ្ងៃទី18មិនិនា1970ដែលគេតែងហៅថាថ្ងៃទម្លាក់2ខ្មែរវៀតមិញជាខ្មែរដែលបានពូតដៃគ្នាជាមួយនឹងកងទ័ពយួនវៀតមិញបង្កើតចលនារំដោះកុម្មុយនីសនៅក្នុងដែនដីកម្ពុជាក្រោយមកចលនាខ្មែរវៀតមិញរាប់ចូលទាំងខ្មែរចំនួន 7000 នាក់ដែលយួនបានគៀទៅបំពាក់បំពន់យុទ្ធសាស្ត្រនៅហាណូយក្រោយឆ្នាំ1954មក3ខ្មែរក្រហមដើមឡើយជាពួកឧទាមខ្មែរដែលលួចប្លន់កាប់សម្លាប់ប្រឆាំងនឹងរាជរដ្ឋាភិបាលខ្មែរជំពាក់ប្រាក់កាក់អ្នកស្រុករួចហើយនាំគ្នារត់ចូលព្រៃក្រោយមកបញ្ញវន្តឆ្វេងនិយមមួយក្រុមដែលត្រឡប់មកពីរៀនសូត្រនៅប្រទេសបារាំងវិញមានខៀវសំផនហ៊ូយុនហ៊ូនឹមសឡុតសសឿនសានជាដើមដែលនាំគ្នារត់ចូលព្រៃ
ទៅរួបរวมនឹងពួកឧទាមចាស់ៗទាំងនេះនៅក្នុងព្រៃគេបានបង្កើតចលនាខ្មែរក្រហមដែលគេតែងហៅថាអង្គការបដិវត្តប្រជាជនកម្ពុជាឬអង្គការក្រោយមកសម្ដេចឪព្រះអង្គបានបង្រួមចលនាទាំង3ខាងលើជារណសិរ្សរួបរวมជាតិកម្ពុជាដើម្បីវាយចាប់ពីព្រៃម៉ាគីមកវិញរលំរបបសាធារណរដ្ឋខ្មែរគឺរដ្ឋាភិបាលលន់នល់និងឥទ្ធិពលអាមេរិកកាំងនៅភ្នំពេញរហូតបានជ័យជំនះថ្ងៃទី17ខែមេសាឆ្នាំ1975លោកជំទាវលន់នល់កូនស្រីព្រមទាំងអង្គរៈទាំង4នាក់មកដល់មាត់ពីស៊ីនលោកជំទាវអញ្ជើញលោកសេនាប្រមុខចូលទៅរៀបចំខ្លួនត្រៀមចាំកម្មវិធីលៀងភោជនាហារពេលល្ងាចខ្ញុំគោរពលាដើរបែកចេញពីលោកសេនាប្រមុខលន់នល់តម្រង់ទៅអគារហូបបាយតែម្ដងខ្ញុំប្រាថ្នាអង្គុយសញ្ចប់សញ្ជឹងម្នាក់ឯងមួយស្របក់សិនមុននឹងជួបមិត្តភក្តិឯទៀតខ្ញុំអត់មានបំណងនិយាយស្ដីអ្វីទេការពិភាក្សាផ្ទាល់តែ2នាក់លោកសេនាប្រមុខលន់នល់បានតាក់ទាញស្មារតីធ្វើឲ្យខ្ញុំគិតទៅលើបញ្ហានានានៃកម្ពុជាជាថ្មីច្រើនពេលវេលាថ្មីនេះមានតម្លៃខ្ពស់ណាស់ចំពោះរូបខ្ញុំវិមានសួនពើតាមីណាជាវិមានមួយទៀតរបស់លោកប្រធានាធិបតីសូហាតូស្ថិតនៅលើឆ្នេរខ្សាច់មាត់សមុទ្រយើងបានចេញពីវិមានតាំប៉ាស៊ីរីងនៅលើកំពូលភ្នំបាលីមកកាន់សួនពើតាមីណាចំនួន2ថ្ងៃមកហើយយើងរងចាំជួបលោកប្រធានាធិបតីស៊ូហាតូដែលនឹងធ្វើដំណើរត្រង់ពីប្រទេសម៉ាឡេស៊ីមកសួនពើតាមីណានេះតែម្ដងលោកនឹងពិភាក្សាជាមួយលោកសេនាប្រមុខលន់នល់នៅថ្ងៃទី8មេសា1975ពីលើកំពូលភ្នំមកឆ្នេរសមុទ្រប្រកបដោយសម្ផស្សចាប់ចិត្តអារម្មណ៍របស់ខ្ញុំបានផ្លាស់ប្ដូរច្រើនណាស់នៅទីនេះយើងហាក់មានសេរីភាពច្រើនជាងភ្លៀងត្រជាក់ឥតមានធ្លាក់ផ្ទុយទៅវិញជំនោររបៀបបក់ត្រសៀកឥតឈប់ឈរអង្អែលខ្លួនមុខមាត់របស់យើងធ្វើឲ្យកើតសភាពស្រស់ស្រាយនៅក្នុងខ្លួនយើងនៅជុំវិញយើងមានតែទឹកសមុទ្រពណ៌ខៀវខ្ចីលាតសន្ធឹងឆ្ងាយដាច់កន្ទុយភ្នែកទៅដល់ជើងមេឃដែលជាបន្ទាត់មួយកាត់ឡើងដោយមេឃបន្ទាបខ្លួនបន្តិចម្ដងមកជួបជាមួយនឹងទឹកមហាសមុទ្រពពកសក្បោសអណ្ដែតត្រឹងលើអាកាសខាងក្រោមឯណោះខ្យល់បក់ត្រសៀកធ្វើចិត្តយើងឲ្យរំភើបជានិច្ចនៅមុខសម្ផស្សលោកីពិតមែនតែធម្មជាតិមានសម្រស់ព្រមព្រៃយ៉ាងណាអារម្មណ៍ខ្ញុំនៅជាប់ជាមួយពាក្យដែលលោកសេនាប្រមុខទើបនឹងបាននិយាយមកកាន់ខ្ញុំអំបញ្ញមិញនៅមាត់ពីស៊ីនខ្ញុំមិនទាន់ដឹងថាលោកកេងកងបានចេញពីណាមកទេលោកដើរមកដល់ចំពីមុខខ្ញុំតែម្ដងលោកពាក់អាវដៃខ្លីលោកសោចញញឹមដាក់ខ្ញុំមុននឹងលោកសួរខ្ញុំដូចតទៅមិនទៅអង្គយ៉ាណុលញាត់គំនិតឲ្យលោកឆាំងសុងបានច្រើនគួរសមហើយឬខ្ញុំឃើញលោកឆាំងសុងឯងនិងអង្គយ៉ាណុលនិយាយជាប់មាត់បែបមានរឿងសំខាន់ខ្ញុំមិនហ៊ានដើរទៅចិត្តខ្លាចរំខានសំខាន់បងសំខាន់ចំពោះខ្ញុំគ្មានរឿងអ្វីក្រៅពីរឿងស្រុកទេដែលបងដឹងហើយទេរឿងអាកប្បកិរិយាអ្នកដឹកនាំក៏វាសំខាន់ណាស់ដែរលោកនិយាយរឿងនេះមកដល់ខ្ញុំទៅខ្ញុំហាក់ដូចជាយល់ច្រើនរឿងទទួលខុសត្រូវនៅមុខសាធារណជនរឿងហ៊ានពុះពៀចំនួនអ្នកដទៃដែលខ្សោយជាងរឿងទ្រាំអត់ធ្មត់ពុតស្ថានភាពដោយខ្លួនឯងនិងឌីលថ្មេះគេឯងឯទៀតប៉ាត់ណាប៉ាត់ណីខ្ញុំនិយាយទៅកាន់លោកកងកេងជាភាសាបារាំងគ្រាន់បើលោកឆាំងសុងឯងចេះស្ដាប់សម្ដីលោកសេនាប្រមុខនៅពេលនិយាយគ្នាតែ2នាក់បានខ្ញុំចាត់ថាលោកជាអ្នកគ្រាន់បើមួយសម្ដីអង្គយ៉ាណុលពិបាកស្ដាប់ណាស់សម្ដីនេះវាហាក់ដូចជារំសាវដែលគេច្រកញាត់ចូលក្នុងក្របស្ពាន់ដូច្នោះប្រយ័ត្នវាផ្ទុះខ្ញុំជឿថាលោកឆាំងសុងឯងស្ដាប់បានហើយពីព្រោះធ្លាប់ប្រើសម្ដីគាត់ស្រាប់បងមិនដើរចូលទៅជួយខ្ញុំខ្លះផងខ្ញុំត្អូញត្អែតែតាមពិតខ្ញុំឥតចង់ឲ្យមានមនុស្សនៅចិត្តទេនៅក្នុងពេលដែលខ្ញុំពិភាក្សាជាមួយលោកសេនាប្រមុខបើមកដល់ពេលនេះហើយនៅស្ដាប់ភាសានិយាយមិនបានទេមានការមិនធម្មតាណាមួយហើយកុំលោកកងកេងឆ្លើយលោកនិយាយបន្តថាធ្វើដូច្នេះល្អជាងតែខ្ញុំធ្វើឲ្យខឹងទៀតមិនបានទេអង្គយ៉ាណុលច្រឡោតម្ដងដាច់ក្បាលដាច់កន្ទុយហើយលោកឆាំងសុងឯងតើតែឧស្សាហ៍ស្ដាប់គាត់បន្តិចទើបយល់នៅពេលណាលោកយល់បានគឺលោកយល់បានច្រើនណាស់អង្គយ៉ាណុលមិនសូវប្រើពាក្យចំទេលោកច្រើនប្រើពាក្យពង្វៀងអំបញ្ញមិញនេះប្រហែលជាគាត់ចង់ផ្ដាំអ្វីមួយទុកជាមួយលោកឆាំងសុងឯងខំស្ដាប់ទៅប៉ុន្តែប្រយ័ត្នបូរ៉េតគេសង្ស័យឬច្រណែនរឿងអីលើខ្ញុំបងខ្ញុំសួរលោកកងកេងដោយភ្ញាក់ខ្លួនរឿងគេជារដ្ឋមន្ត្រីទី1ហើយបែរជាក្តាប់សភាពការបានតិចជាងឆាំងសុងឯងទៅវិញលោកកងកេងបញ្ជាក់បងបូរ៉េតមិនមែនក្តាប់ការបានតិចជាងខ្ញុំទេខ្ញុំមិនដែលលាក់រឿងអ្វីពីគាត់ទេ
បងបូរ៉េតជាអ្នកចង់ផ្ដើមខ្ញុំទេតាក្នុងជីវិតនយោបាយរបស់ខ្ញុំឥតមានចង់លាក់អ្វីពីគាត់ឬប្រកួតប្រជែងជាមួយគាត់សោះទេមិនបាច់លាក់ទេលោកកងកេងនិយាយកាត់មិនបាច់លោកឆាំងសុងប្រកួតប្រជែងទេពេលខ្លះស្ថានភាពវាប្រកួតប្រជែងវាស្រេចទៅហើយតែកុំនិយាយច្រើនពេកប៉ុណ្ណោះបានហើយកុំភ្លេចឲ្យសោះថាលោកសេនាប្រមុខលោកទុកចិត្តលោកឆាំងសុងឯណាស់បានជាលោកយកពេលនិយាយតែពីអ្នកលោកសុងឯងសូម្បីតែខ្ញុំលោកមិនហៅឲ្យទៅចិត្តផងអរគុណហើយបងប៉ុន្តែចំពោះបងបូរ៉េតចុចលោកឆាំងសុងក្តាប់ស្ថានភាពដែលតណុលរៃរ៉ាប្រាប់អស់ហើយឬទេលោកកងកេងសួរកាត់ហាក់ដូចជាចង់ឆ្លងឲ្យឆាប់ដល់គំនិតណាមួយផ្សេងទៀតបាទបងខ្ញុំឆ្លើយយ៉ាងខ្លីជម្រាបលោកកងកេងវិញបើក្តាប់បានហើយຕົកក្នុងខ្លួនទៅដោយពេលចុចដល់ពេលណាបងខ្ញុំសួរលោកកងកេងម្ដងទៀតដល់ចិត្តតែឆ្ងល់ធំឡើងសូមកុំឲ្យខ្ញុំនិយាយជំនួសតណុលចាំពេលក្រោយចាំនិយាយគ្នាទៀតឥឡូវដល់ពេលបាយហើយតោងតែងមានចង្ហាន់ឲ្យបរិបូរសិនទើបទេសនាទៅវាពិរោះលោកកងកេងនិយាយបញ្ចប់